បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពរាប់អានពេលនេះខ្ញុំបាទមកព្រៃធម្មតាហើយក៏បានមកកាប់នៅដើមកម្រាគុំដើម្បីមកធ្វើជាឱសថបាទស្របពេលជាមួយគ្នានេះដែរបាទខ្ញុំមិនបានផ្សព្វផ្សាយពីដើមកម្រាគុំទេពីព្រោះដើមកម្រាគុំនេះខ្ញុំបានផ្សព្វផ្សាយជាច្រើនមកហើយពេលនេះសូមមកចែករំលែកនៅរបៀបបាទគោរពនៅស្ដេចថ្នាំម្ដងប៉ុន្តែសូមអធិស្ឋានចំពោះលោកគ្រូរបស់ខ្ញុំបាទលោកខ្ញុំធ្លាប់សុំលោកគ្រូហើយបាទសូមការអនុញ្ញាតពីលោកគ្រូបាទលោកគ្រូក៏អនុញ្ញាតឲ្យខ្ញុំបាទផ្សព្វផ្សាយនៅព្រះគាថាដែលលោកបង្រៀនចោះបាទដើម្បីជាប្រយោជន៍និងដើម្បីជាថារក្សានិងអភិរក្សទុកផងបាទគឺលោកគ្រូគាត់អនុញ្ញាតហើយបាទហើយក៏ពេលនេះបាទសូមអធិស្ឋានផងដែរចំពោះលោកគ្រូអ្នកគ្រូផ្នែកខាងមុនអង្គមខ្លះណាសូមលោកអធិស្ឋានដោយសេចក្តីអនុគ្រោះបាទពេលដែលមានកំហុសឆ្គងនៅពេលនេះបាទពេលនេះខ្ញុំសូមចែករំលែកពីវិធីយកនៅឱសថបាទដោយប្រើគាថាបាទតាមដែលយើងប្រើមួយចប់តែម្ដងគាថាអាចមានរហូតដល់ជិត10មេបាទជិត10មេបានន័យថាជិត10តង់ជិត10តង់ជិត10កន្លះឯណោះបាទប៉ុន្តែពេលនេះខ្ញុំបាទសូមយកមកតែខ្ញុំសូមយកតែមួយតង់មកនិយាយប៉ុណ្ណោះហើយនឹងខ្ញុំបាទនឹងព្យាយាមណាជម្រាបជូនពុកម៉ែបងប្អូនដែលជាអ្នកសិក្សាចំនួនក្រោយបាទឲ្យគាត់ដែលមានបំណងចង់រៀននៅព្រះគាថាបាទនឹងជម្រាបជូនបន្តបន្ទាប់នៅពេលខាងក្រោយទៀតប៉ុន្តែពេលនេះខ្ញុំបាទសូមលើកយកតែគាថាមួយក្នុងចំណោមគាថាទាំងអស់ដែលត្រូវប្រើយកនៅរូបយកនៅឱសថបាទយកនៅឱសថអញ្ចឹងមិនកុំឲ្យចំណាយពេលវេលាយូរក៏សូមអធិស្ឋានផងដែរណាបាទសូមជម្រាបជូនតែម្ដងបាទមុនដំបូងយើងត្រូវប្រើមុនដំបូងយើងត្រូវណាធ្វើការអធិដ្ឋានបាទបើយើងមកកាប់ដើមឈើដើមអីធ្វើជាឱសថបាទយើងត្រូវតែអធិដ្ឋានសិនហើយពីអធិដ្ឋាននេះมันមានរូបមន្តជាក់លាក់ទេបាទពុកម៉ែបងប្អូនអាចនិយាយតាមចំណេះជំនាញនិយាយតាមការសុំការដែលប្រាថ្នារបស់បងប្អូនណាបាទសុំទឹកសុំដីសុំព្រៃព្រឹក្សាសុំរុក្ខអរិយអ្នកតាណាដែលស្ថិតថែសានៅកន្លែងនេះអីជាដើមណាបាទហ្នឹងសូមអធិស្ឋានបាទអញ្ចឹងយើងនិយាយតាមហ្នឹងទៅបាទសុំទៅណាសុំទាំងរហូតណាសុំដល់ដើមឈើដើមអីហ្នឹងជាដើមណាដើមឈើអើយខ្ញុំសុំកាប់អ្នកឯងហើយប៉ុណ្ណេះប៉ុណ្ណោះអីយកទៅធ្វើជាឱសថណាបាទសុំដើមឈើឯងហ្នឹងបន្តរស់រៀនមានជីវិតចាប់ពីពេលនេះត្រឹមនេះស្មើនេះអីចឹងមកចំណែកត្រឹមនេះស្មើនេះខ្ញុំសុំធ្វើជាឱសថហើយអីចឹងណាបាទអធិដ្ឋានពីអធិដ្ឋានរបស់យើងបាទយើងអធិដ្ឋានចប់ហើយក៏យើងតាំងអ្នកម៉ូណាអញ្ចឹងអ្នកម៉ូបាទយើងសូត្រធម្មតាមកបាទអ្នកម៉ូយើងហ្នឹងបាទអញ្ចឹងអ្នកម៉ូខ្ញុំមិនបានសូត្រទេបាទពុកម៉ែបងប្អូនប្រកាសជាចេះហើយបាទអញ្ចឹងខ្ញុំសូមលើកនៅគាថាវ័នទាថ្នាំបាទជាការពិតបាទយើងក៏មានគាថាជាច្រើនសម្រាប់វ័នទាដែរដូចជាវ័នទាព្រះវ័នទាលោកគ្រូអ្នកគ្រូបាទវ័នទាឪពុកម្ដាយជាដើមហើយនៅពេលនេះក៏ខ្ញុំសូមលើកនៅគាថាមួយដែលហៅថាវ័នទាគ្រូពេជ្រដាច់ថ្នាំបាទអញ្ចឹងសូមលើកជាគាថាវ័នទាគ្រូពេជ្រដាច់ថ្នាំអញ្ចឹងបាទសូមអធិស្ឋានចំពោះពុកម៉ែបងប្អូននិងលោកគ្រូអ្នកគ្រូទាំងអស់បាទអញ្ចឹងត្រូវប្រើគាថាឧកាសៈវ័នទាមិឱសថថាំងមនុស្សសានាំងអរហន្តੰភវន្តុមេបាទអញ្ចឹងឧកាសៈវ័នទាមិឱសថថាំងមនុស្សសានាំងអរហន្តੰភវន្តុមេបាទយើងសូត្រមិនកំណត់ទេបាទយើងសូត្រមិនកំណត់ក៏បានយើងសូត្រ3ដងក៏បានណាបាទបើសិនជាយើងសូត្រជាភាវនាលក្ខណៈភាវនាក៏បានដែរយើងកាប់បណ្ដាយើងសូត្របណ្ដាក៏បានបាទប៉ុន្តែបើយើងយកតាមលក្ខណៈលំដាប់យើងសូត្រតែ3ចប់ឬក៏ទៅ7ចប់បានហើយណាអញ្ចឹងសូមសារជាថ្មីម្ដងទៀតឧកាសៈវ័នទាមិឱសថថាំងមនុស្សសានាំងអរហន្តੰភវន្តុមេនេះជាគាថាគោរពមកគ្រូពេជ្រស្ដេចថ្នាំបាទអញ្ចឹងនៅคลิปក្រោយៗខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនបន្តទៀតពីរបៀបយកថ្នាំដោយប្រើគាថាបាទសូមអធិស្ឋានសូមអរគុណសូមជម្រាបលាបាទ